តើតារាសាស្ត្រវិទូសិក្សាអំពីភពកាយនិងកាឡាក់ស៊ីដោយរបៀបណាតើយាន Rover ជាអ្វីហើយវាបានចុះចតនៅភពណាខ្លះការមើលផ្កាយអ្នកអាចមើលឃើញវត្ថុប្លែកៗជាច្រើននៅលើមេឃនាពេលរាត្រីដោយមិនចាំបាច់ប្រើតេឡេស្កូបនោះទេផ្កាយខ្លះមើលទៅដូចជាលេចចេញជារូបរាងអ្វីមួយនៅលើមេឃពួកវាត្រូវបានគេហៅថាក្រុមតារានិករក្រុមតារានិករនេះគឺត្រូវបានគេឲ្យឈ្មោះថាCarney Major ប្រសិនបើផ្កាយទាំងអស់ត្រូវបានភ្ជាប់គ្នាដោយបន្ទាត់មួយវាមើលទៅដូចជារូបរាងដូចជាសត្វឆ្កែអញ្ចឹងក្រុមតារានិករទាំងអស់អាចមើលទៅមានរូបរាងខុសប្លែកគ្នានៅពេលដែលអ្នកមើលពួកវាពីកន្លែងផ្សេងៗគ្នានៅលើផែនដីពេលខ្លះមានពន្លឺភ្លឺចែងចាំងកើតមាននៅលើមេឃនេះត្រូវបានគេហៅថាពន្លឺអូរ៉ូរ៉ាកាយដោះកន្ទុយគឺជាដុំធូលីនិងទឹកកកមួយវាមានកន្ទុយភ្លឺដែលយើងអាចមើលឃើញពីផែនដីផ្កាយទាំងអស់ដែលមានពន្លឺភ្លឺនៅក្នុងរូបភាពនេះគឺជាចំណុចកណ្ដាលនៃកាឡាក់ស៊ី Milky Way ព្រះអាទិត្យជាផ្កាយដែលនៅជិតផែនដីជាងគេតារាវិទូសិក្សាអំពីព្រះអាទិត្យដោយប្រើតេឡេស្កូបអវកាស SOHO វាហោះជុំវិញព្រះអាទិត្យនៅក្នុងលំហអ្នកមិនគួរមើលព្រះអាទិត្យចំដោយផ្ទាល់នោះទេពន្លឺរបស់វាអាចប៉ះពាល់ដល់ភ្នែករបស់អ្នកបាន SOHO បាំងពន្លឺរបស់ព្រះអាទិត្យដើម្បីចាប់ឧស្ម័នក្តៅជុំវិញព្រះអាទិត្យហៅថាកូរ៉ូណា SOHO ក៏បានថតរូបចំណុចខ្មៅព្រះអាទិត្យដែលជាចំណុចដែលមានសីតុណ្ហភាពទាបជាងគេនៅលើផ្ទៃព្រះអាទិត្យផងដែរយានអង្កេតជាយានអវកាសមួយប្រភេទដែលហោះទៅកាន់ភពនានាវាថតរូបភាពជាច្រើនហើយបញ្ជូនរូបទាំងនោះត្រឡប់ទៅកាន់កុំព្យូទ័រនៅលើផែនដីវិញយានអង្កេតបានរកឃើញរលកខ្មៅនៅលើភពនេបតូនក្រោយមកត្រូវបានគេស្គាល់ថាជាព្យុះធំដែលកើតមានឡើងនៅទីនេះភពសុក្រត្រូវបានគ្របដណ្ដប់ដោយពពកក្រាស់ជាច្រើនយានអង្កេតឈ្មោះ Magellan បានប្រើសញ្ញាដើម្បីផ្ដិតយករូបភាពនៃផ្ទៃរបស់ភពសុក្រនោះយានអង្កេត Magellan ដែលបញ្ជូនសញ្ញាឆ្លងកាត់ពពកសញ្ញាបានបញ្ជូនចេញពីផ្ទៃខាងក្រៅនៃភពសុក្ររួចបញ្ជូនត្រឡប់ឡើងវិញទៅកាន់យានអង្កេតកុំព្យូទ័រមួយបានប្រើសញ្ញានោះដើម្បីបង្កើតរូបភាពនៃផ្ទៃរបស់ភពសុក្រ Rover គឺជាយានដែលគេប្រើដើម្បីរុករកនិងសិក្សាពិភពផ្សេងៗពួកវាធ្វើដំណើរជុំវិញភពថតរូបផ្ទៃរបស់ភពនិងសិក្សាពីថ្មនៅទីនោះយាន Rover ឈ្មោះ Curiosity បានហោះទៅកាន់ភពអង្គារនៅឆ្នាំ2012យាន Curiosity បានសិក្សាពីថ្មផ្សេងដើម្បីរកមើលសញ្ញានៃប្រភពនៃទឹកនៅទីនោះម៉ាស៊ីនសម្រាប់ខួងមួយនៅចុងដៃរបស់យាន Curiosity បានចោះរុនជាច្រើនទៅក្នុងដុំថ្មដើម្បីប្រមូលសំណាកធូលីសម្រាប់ធ្វើការពិសោធន៍វាបានរំកិលដៃរបស់វាដើម្បីប្រមូលយកធូលីទាំងនោះបន្ទាប់មកវាធ្វើតេស្តសិក្សាអំពីធូលីនោះវាបានបញ្ជូនលទ្ធផលនៃការធ្វើតេស្តត្រឡប់ទៅឲ្យតារាវិទូនៅលើផែនដីវិញព្រះច័ន្ទប្រៀបដូចជាដុំថ្មដ៏ធំមួយដែលវាបង្កើតគម្រោងគោចរជុំវិញភពផែនដីខណៈពេលដែលព្រះច័ន្ទវិលព្រះអាទិត្យបញ្ចេញពន្លឺដែលធ្វើឲ្យផ្នែកផ្សេងនៅលើព្រះច័ន្ទមានពន្លឺដែរនេះហើយជាហេតុដែលព្រះច័ន្ទផ្លាស់ប្ដូរទម្រង់ពេលខ្លះយើងមើលឃើញតែផ្នែកខ្លះនៃព្រះច័ន្ទប៉ុណ្ណោះនេះត្រូវបានគេហៅថាព្រះច័ន្ទចំណិតអស់រយៈពេលជាង50ឆ្នាំមកនេះក្រុមតារាវិទូបានប្រើប្រាស់យានអវកាសដើម្បីស្វែងយល់និងសិក្សាអំពីព្រះច័ន្ទនៅឆ្នាំ1959យានអវកាសរុស្ស៊ីបានហោះជុំវិញព្រះច័ន្ទដើម្បីផ្ដិតយករូបភាពរបស់វា
អវកាសយានិកបានចុះចតនៅលើឋានព្រះច័ន្ទក្នុងឆ្នាំ 1969 ពួកគេក៏បានយកថ្មពីទីនោះមកផែនដីវិញផងដែរ តារាវិទូបានបញ្ជូនយានអង្គារទៅកាន់ព្រះច័ន្ទដើម្បីធ្វើការសិក្សាអំពីដីនៅទីនោះនៅក្នុងឆ្នាំ 2009 នៅពេលអនាគតអាចនឹងមានមនុស្សទៅរស់នៅឋានព្រះច័ន្ទក៏ថាបានអាចផ្កាយកាយដោះកន្ទុយតាមពិតទៅវាមិនមែនជាកាយនោះទេវាជាដុំថ្មឬសិលាតូចៗដែលមានកម្ដៅខ្លាំងក្នុងលំហពេលខ្លះទៀតវាក៏អាចធ្លាក់មកកាន់ផែនដីផងបានដែរថ្មខ្លះឡើងកម្ដៅខ្លាំងខណៈពេលដែលវាហោះមកគៀកផែនដីពួកវាកើនកម្ដៅកាន់តែខ្លាំងទៅរហូតដល់មានភ្លើងឆេះថ្មនិងលោហៈទាំងអស់បានឆេះសាបសូន្យបន្សល់ទុកត្រឹមតែពន្លឺនៅលើមេឃប៉ុណ្ណោះថ្មផ្សេងទៀតមិនឆេះឬឆេះមិនអស់ទេពួកវាបានធ្លាក់មកកាន់ផែនដីហើយតារាវិទូក៏សិក្សាអំពីពួកវាដើម្បីស្វែងយល់អំពីថ្មដែលមាននៅក្នុងលំហថ្មនេះបានធ្លាក់មកលើផែនដីរូបថ្មដែលបានបង្ហាញនេះមានទំហំប្រហែល2ដងនៃទំហំពិតរបស់វាថ្មត្រូវបានគេកាត់ដើម្បីមើលថាមានអ្វីនៅខាងក្នុងបំណែកភ្លឺដែលយើងឃើញនៅខាងក្នុងថ្មទាំងនោះគឺសុទ្ធតែជាលោហៈធាតុនៅពេលដែលថ្មអវកាសធ្លាក់មកលើផែនដីវាបង្កើតបានជារណ្ដៅដ៏ធំមួយដែលត្រូវបានគេហៅថារណ្ដៅជាតិការមើលផ្កាយអ្នកអាចមើលឃើញវត្ថុប្លែកៗជាច្រើននៅលើមេឃនាពេលរាត្រីដោយមិនចាំបាច់ប្រើតេឡេស្កូបនោះទេផ្កាយខ្លះមើលទៅដូចជាលេចចេញជារូបរាងអ្វីមួយនៅលើមេឃពួកវាត្រូវបានគេហៅថាក្រុមតារានិករក្រុមតារានិករនេះគឺត្រូវបានគេឲ្យឈ្មោះថាកានីម៉ាជើប្រសិនបើផ្កាយទាំងអស់ត្រូវបានភ្ជាប់គ្នាដោយបន្ទាត់មួយវាមើលទៅដូចជារូបរាងដូចជាសត្វឆ្កែអញ្ចឹងក្រុមតារានិករទាំងអស់អាចមើលទៅមានរូបរាងខុសប្លែកគ្នានៅពេលដែលអ្នកមើលពួកវាពីកន្លែងផ្សេងគ្នានៅលើផែនដីពេលខ្លះមានពន្លឺភ្លឺចែងចាំងកើតមាននៅលើមេឃនេះត្រូវបានគេហៅថាពន្លឺអូរ៉ូរ៉ាកាយដោះកន្ទុយគឺជាដុំធូលីនិងទឹកកកមួយវាមានកន្ទុយភ្លឺដែលយើងអាចមើលឃើញពីផែនដីកាយទាំងអស់ដែលមានពន្លឺភ្លឺនៅក្នុងរូបភាពនេះគឺជាចំណុចកណ្ដាលនៃកាឡាក់ស៊ី Milky Way ដល់ពេលដែលត្រូវលាគ្នាសម្រាប់ថ្ងៃនេះហើយសង្ឃឹមថាក្មេងៗទាំងអស់គ្នាបានរៀនអ្វីថ្មីនិងមានភាពសប្បាយរីករាយជាមួយគី podcast កុំភ្លេចតាមដានស្ដាប់វគ្គក្រោយទៀតណាព្រោះយើងនឹងនាំក្មេងៗទៅស្វែងយល់អំពីរឿងថ្មីនិងពិភពលោកដ៏អស្ចារ្យច្រើនទៀតជួបគ្នាវគ្គក្រោយលាហើយក្មេងៗ